សូមស្វាគមន៍មកកាន់ Channel ម្ហូបខ្មែរថ្ងៃនេះ Channel ម្ហូបខ្មែរនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកចេះពីវិធីខត្រីជាមួយប៉េងប៉ោះអត់អោយបែកសាច់ត្រីទេអញ្ចឹងមកទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងយើងធ្វើត្រីឲ្យស្អាតបន្ទាប់មកយើងមកលាងជាមួយនឹងអំបិលបងប្អូនច្បាច់អំបិលហ្នឹងឲ្យជ្រះរំអិលជ្រះឆ្អាបអញ្ចឹងហើយយើងលាងទឹកតែមួយទឹកទៀតទៅគឺជាការស្រេចត្រីរបស់ខ្ញុំនេះគឺមានចំនួន1គីឡូ1ខាំឃើញថាត្រីស្រែបងប្អូនហើយត្រីនេះផងដែរមុននឹងយើងយកទៅចម្អិនគឺនេះខ្ញុំបានពុះវះយកព្រុយចេញណាបងប្អូនមើលទៅក្នុងវីដេអូនេះគឺដឹងហើយគឺពុះទាំងសងខាងអញ្ចឹងទៅដល់ពេលហើយយើងឆ្កឹះណាបងប្អូនគាត់ទៅឆ្កឹះដកមកគឺស្រួលខ្លាំងមែនតែនបងប្អូនឃើញទេហើយដល់ពេលដែលអញ្ចឹងពេលដែលយើងយកត្រីទៅខទៅឃើញថាត្រីរបស់យើងនឹងអត់ឆ្អាបអត់មានក្លិនទេបងប្អូនអើយហូបទៅដូចមានទំនុកចិត្តហើយមកខាងទៀតក៏នឹងខ្ញុំធ្វើបែបហ្នឹងដែរយកចេញទាំងសងខាងត្រីហ្នឹងចាឥឡូវមុននឹងយកទៅចម្អិនគឺយើងប្រឡាក់ជាមួយនឹងអំបិលណាដើម្បីឲ្យសាច់ត្រីរបស់យើងនឹងពេលខតអត់បាយទេរឹងមែនតែនយើងប្រឡាក់អំបិលអញ្ចឹងហើយអត់មានឆ្អាបឲ្យចូលជាតិបានល្អបងប្អូនខ្ញុំប្រឡាក់ចំនួន1ស្លាបព្រាអំបិលទុកប្រហែលជា5នាទីអញ្ចឹងទៅយើងមកមើលបន្លែគឺនេះខ្ញុំខជាមួយប៉េងប៉ោះបងប្អូនប៉េងប៉ោះនេះបងប្អូនអត់មានតូចក៏មិនបាច់ដាក់ដែរបងប្អូនដាក់ធំទៅតែខ្ញុំមានតូចគឺខ្ញុំដាក់តូចអញ្ចឹងហើយប៉េងប៉ោះនេះឲ្យឆ្ងាញ់បងប្អូនអើយពេលខទៅជូរអែមមួយម៉ាត់គឺឆ្ងាញ់មែនទែនហើយបើមានកាន់តែច្រើនកាន់តែល្អដាក់តែខ្ញុំមានតែកន្លះគីឡូទេថ្ងៃហ្នឹងធម្មជាតិណាបងប្អូនប៉េងប៉ោះហ្នឹងចាឥឡូវគ្រឿងផ្សំមានដូចជាស្ករខ្ញុំដាក់ចំនួន4ស្លាបព្រាបាយវិញខ្ទឹមសស្លឹកខ្ទឹមប៉េងប៉ោះហើយនឹងត្រីដែលខ្ញុំបានប្រឡាក់ជាមួយអំបិលបាញ់មិញហ្នឹងបន្ទាប់មកគឺយើងដាក់ស្ករយើងចូលឃើញថាចិត្តជើងក្រងនេះខ្ញុំក៏ដាក់មើមខ្ទឹមបងប្អូនយើងកូរច្បល់ឃើញថាឈ្ងុយស្ករឈ្ងុយខ្ទឹមរលាយចូលគ្នាអស់ហើយយើងមកដាក់ទឹកត្រីប្រហែលជាកន្លះស្លាបព្រាបងប្អូនណាកន្លែងហ្នឹងចាបន្ទាប់មកដាក់អាម្រេចប៊ីចេងមួយចុងស្លាបព្រាចាបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកស៊ីអ៊ីវបងប្អូនទឹកស៊ីអ៊ីវខាប់នេះខ្ញុំដាក់យកពណ៌បើបងប្អូនអត់មានមិនបាច់ដាក់ក៏បានដែរចំណែកឯអំបិលខ្ញុំអត់ដាក់ទៀតទេដោយសារតែត្រីរបស់យើងគឺប្រៃស្រាប់ហើយព្រោះយើងប្រឡាក់អំបិលហើយណាបងប្អូនកន្លែងហ្នឹងបងប្អូនកូរតិចប្រយ័ត្នបាយសាច់ណាបងប្អូនប្រែត្រឡប់អញ្ចឹងកុំទៅអាចថែមទឹកឃើញថាយើងត្រឡប់បានសពគ្រប់អស់ហើយវាចូលជាតិជាមួយនឹងស្ករក្នុងគ្រឿងរបស់យើងហើយយើងក៏ដាក់ប៉េងប៉ោះចូលបងប្អូនដាក់ប៉េងប៉ោះចូលព្រោះប៉េងប៉ោះហើយនឹងត្រីហ្នឹងបើឆ្អិនគឺតណាល់គ្នាតែម្ដងបន្ទាប់មកនេះខ្ញុំបានថែមទឹកបងប្អូនដាក់ទឹកចំណែកកន្លែងហ្នឹងបងប្អូនដាក់ទឹកអាស្រ័យទៅលើបងប្អូននេះចូលចិត្តទឹកទៅតែខ្ញុំចូលចិត្តរៀងខប៉កខ្ញុំដាក់តែល្មមទេទឹកហ្នឹងបន្ទាប់មកយើងគ្របឲ្យរៀងឲ្យក្តៅពុះបងប្អូនបានឆ្អិនល្អបន្ទាប់មកគឺនឹងខ្ញុំប្រែត្រីហ្នឹងមកខាងទៀតដើម្បីឲ្យចូលជាតិណាព្រោះកុំឲ្យចូលជាតិតែមួយខាងអញ្ចឹងខ្ញុំប្រែទាំងសងខាងតែម្ដងប្រែឲ្យគ្រប់ត្រីទាំងអស់គឺខ្ញុំអត់ជោគអត់កោទេគឺខ្ញុំប្រើឆ្កឹះអញ្ចឹងណាបងប្អូនបន្ទាប់មកគឺក្របម្ដងទៀតឃើញថាពុះហើយម្ដងទៀតឃើញថាខរបស់យើងហ្នឹងក៏ឆ្អិនរួចរាល់ហើយនេះហើយបងប្អូនមើលទៅប្រៃសាបផ្អែមអីបងប្អូនអាចថែមតាមក្រោយបានហើយចុងក្រោយគឺយើងថែមស្លឹកខ្ទឹមបងប្អូនស្លឹកខ្ទឹមរបស់យើងឲ្យដើម្បីឲ្យខរបស់យើងមានក្លិនកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតហើយឃើញថាតំណងអញ្ចឹងឃើញថាខរបស់យើងឆ្អិនរួចរាល់ហើយបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនពេញចិត្តកុំភ្លេចជួយ follow និង subscribe ម្នាក់មួយផងបងប្អូនដើម្បីជាកម្លាំងចិត្តដល់អ្នកខ្ញុំសូមអរគុណសូមជម្រាបលា